จะดาวคนนี้โอ้ยជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយតាក់ទងជាមួយនឹងខាងរាំងទិលដែលឥឡូវយើងកំពុងតែផ្ទុះឃើញបងប្អូនអ្នកបបកត្រីភិកច្រើនទៅលេងច្រើនគឺលេងត្រីស្ដោហើយជាមួយនឹងត្រីឌៀបហើយអាចថានឹងតិចទៀតយើងដល់ខែត្រីរ៉ស់យើងលេងត្រីរ៉ស់ទៀតហើយនេះគឺជាសកម្មភាពដែលខ្ញុំទៅពីព្រលឹមជាមួយនឹងបងហើយយើងបានរៀបចំនៅសម្ភារៈនិងទីតាំងដែលយើងត្រូវទៅលេងគឺយើងលេងនៅទឹកវាលសម្រាប់ខែនេះតលគឺយើងចាប់ដើមចេញសារាយដែលជាទីតាំងដែលយើងត្រូវលេងហើយអ្វីដែលសំខាន់មួយទៀតពុកម៉ែបងប្អូនកុំភ្លេចឲ្យសោះតាក់ទងជាមួយនឹងនុយតាក់ទងមួយសម្ភារៈអីគឺយើងពេលឡើងទលេកុំភ្លេចគឺសម្ភារៈដូចជានុយធ្វើមិនមានតែគ្រប់ដើម្បីយើងលេងទៅឲ្យមានទំនុកចិត្តហើយនេះខ្ញុំលេងហើយគឺយើងចាប់ដើមចេញដូរទីតាំងទៅទីតាំងថ្មីមួយទៀតនៅខាងក្អមសណអញ្ចឹងសកម្មភាពនេះគឺមានសកម្មភាពខ្លះដែលតាក់ទងមួយត្រីហើយឆ្នាំនេះត្រីសម្បូរមែនទែនសូម្បីតែអង្គុយសុកលើកយុទ្ធការនឹងចេញក៏មានត្រីលោតដែរលោតអូបងទៅទាញប៉ោត្រីប្រយអត់ខំច្រើនមែនទែនពុកម៉ែបងប្អូនហើយសង្ឃឹមថាអ្នកបបកត្រីឆ្នាំនេះគាត់នឹងសប្បាយរីករាយជាមួយនឹងការបបកត្រីនៅឆ្នាំនេះដោយសារតែពុកម៉ែបងប្អូនយើងគ្រប់គ្រងច្រើនហើយមួយទៀតគឺការការពារពីសំណាក់រាជរដ្ឋាភិបាលយើងដែលគាត់កំពុងតែព្យាយាមអភិរក្សនិងលុបបំបាត់នៅការឆក់ការអីផ្សេងខុសច្បាប់ហើយនេះជាសកម្មភាពខ្លះដែរពេលល្ងាចដែលបងយើងគាត់ចាប់ដើមមកលេងនៅសារាយវិញអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តលេងគឺសម្រាប់ខែនេះផ្ទាល់តែខ្ញុំរីកមិនថាកុំចោលសារាយឯសោះវាលនេះគឺត្រីខាំច្រើនជាពិសេសគឺព្រឹកហើយនិងល្ងាចបើសិនជាអាចបានបងប្អូនអ្នកបបកតាមបទពិសោធន៍ផ្ទាល់គឺបងប្អូនអាចលេងតាមបច្ចេកទេសរៀងខ្លួនសំខាន់គឺលើទីតាំងប៉ុន្តែមិនថាបើសិនជាពេលថ្ងៃគឺភាគរយច្រើនគឺយើងលេងតាមព្រៃឬក៏គប់អូសចេញពីព្រៃមកអាចសង្ឃឹមប៉ះជួបនៅគីឡូយៈឬក៏ត្រីស្ដោធំប៉ុន្តែបើសិនជាថ្ងៃឡើងគឺមិនសូវខំប្រមាណទេនៅខាងទឹកវាលសារាយនេះអញ្ចឹងនេះគឺជាវីដេអូខ្លះដែរដែលចង់បញ្ជាក់ពីបងប្អូនហើយយើងសង្ឃឹមថាឆ្នាំនេះសម្បូរត្រីមកវិញដោយមានការចូលរួមពីពុកម៉ែបងប្អូនហើយសង្ឃឹមថាអ្នកនៅតំបន់ខាងបឹងទន្លេសាបគាត់នឹងមានជីវភាពល្អប្រសើរជាងមុនតាមរយៈការចុះទូកបែបលក្ខណៈទេសចរនឹងនាំអ្នកបបកយើងទៅចូលរួមនៅស្វាគមន៍ពេលល្ងាចបងណាផាំថ្ងៃងើបពីដេកខំមកខ្សែខំហើយមានអ្នកខ្លះនោះទៅកងទូកនោះស្មាត់ពោធិ៍សាត់គាត់ងើបពីដេកហើយសបាយទៅជើងនេះសបាយអញ្ចឹងមិនថាអរគុណច្រើនសម្រាប់បងទាហានដែលចូលរួមជួយដើម្បីលំបាត់អំពើឆក់ឬក៏អីផ្សេងហើយនេះដល់ម៉ោងខ្ញុំល្ងាចឡើងទៅផ្ទះវិញនឹងទស្សនវិជ្ជាខ្លះដែរនៅក្នុងភូមិហើយខ្ញុំអត់បានថតពីបច្ចេកទេសផ្សេងពីការបបកត្រីទេដោយសារពុកម៉ែបងប្អូនបានឃើញច្រើនតាមរយៈរៀមច្បងដែលគាត់បានធ្វើវីដេអូពីមុនអញ្ចឹងនេះគាត់ថាជាវីដេអូអាប់ដេតជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាហើយសង្ឃឹមថាពុកម៉ែបងប្អូនអញ្ជើញមកចូលរួមហើយទទួលបានស្ដោទាំងអស់គ្នាបាទអរគុណច្រើនសង្ឃឹមជួបគ្នាវីដេអូក្រោយ